បាទសួស្តីបងប្អូននេះជាវិធីងាយសម្រាប់ការបង្កើតApple ID សម្រាប់យើងចូលទៅក្នុង App Store ណាបងប្អូនហើយទាក់ទងនឹងការបង្កើត Apple ID នេះគឺយើងត្រូវមាន email មួយដែលមិនទាន់បានភ្ជាប់ជាមួយនឹង Apple ID ផ្សេងជាដំបូងយើងចូលមកកាន់ App Store ណានៅទៅពេលដែលយើងចូលមកកាន់ App Store បែបនេះហើយយើងមើលមកខាងលើកន្លែងរូបមនុស្សបងប្អូនយើងចូលមកខាងលើនេះមកហើយតាក់ទងនឹងការបង្កើត Apple ID នេះគឺបង្កើតបាន 100% ហើយងាយស្រួលបំផុតតមទៀតបងប្អូនចូលមកកាន់ Create New Apple Account ណាមកទៀតយើងវាយ account email របស់យើងដែលយើងមានស្រាប់ព្រោះតាក់ទងនឹងការបង្កើត account email នេះគឺដើម្បីឲ្យយើងទទួលបានលេខកូដដើម្បីយកមកដាក់ជាមួយនឹង Apple ID របស់យើងណាខ្ញុំសូមវាយ email របស់ខ្ញុំបន្តិចហើយបន្តមកទៀតកន្លែង password ណាបងប្អូនកន្លែង password មួយនេះគឺយើងតម្រូវឲ្យយើងដាក់8ខ្ទង់8ខ្ទង់នេះមានន័យថាយើងដាក់ត្រូវផ្ដើមពីអក្សរធំមុនគេមានន័យថាឧទាហរណ៍ថាស T គឺយើងត្រូវដាក់ T ធំហើយបន្តមកទៀតគឺយើងវាយអក្សរតូចហើយយើងត្រូវមានជាសញ្ញាហើយនឹងលេខផងណាហើយសម្រាប់ខាងក្រោមនេះយើងដាក់ password ដូចខាងលើដើម្បីការពារ account គណនី Apple ID របស់យើងមានឲ្យអ្នកណាគេទៅ hack បានទេសំខាន់បំផុតគឺ password ដូចខ្ញុំថាចឹងបើ password គឺយើងត្រូវដាក់អក្សរធំមុនណាហើយយើងដាក់អក្សរតូចហើយយើងត្រូវមានសញ្ញាបន្តមកទៀតគឺយើងត្រូវបើកកន្លែង create to term and condition ហើយចូលមកដល់កន្លែងនេះគឺយើងត្រូវដាក់ឈ្មោះរបស់យើងទាំងតកូលនិងទាំងឈ្មោះរបស់យើងណាហើយខែកំណើតយើងដាក់តាមតញ្ញាណប័ណ្ណរបស់យើងមកយើងងាយស្រួលចាំណាទៅមកទៀតនៅពេលដែលយើងដាក់ឈ្មោះដាក់ថ្ងៃខែឆ្នាំកំណើតហើយយើងចុចពាក្យថា next ហើយម្ដងត្រង់នេះបងប្អូនយើងយកពាក្យ none កុំយកខាងលើណាបងប្អូនមើលតាមសញ្ញា tick របស់ខ្ញុំទៅហើយយកពាក្យ none យើងអូមមកក្រោមកន្លែង straight នេះយើងដាក់ sim រៀបទៅណាបងប្អូននៅខេត្តណាស្រុកណាយើងដាក់ទៅណាដូចខ្ញុំនៅសៀមរាបខ្ញុំដាក់ថាសៀមរាបហើយ country មានន័យថាខេត្តយើងនៅខេត្តណា city បងប្អូនច្រឡំដាក់មកសៀមរាបយើងដាក់សៀមរាបហើយ country ខាងក្រោមនេះយើងដាក់មកសៀមរាបទៀតមកសៀមរាបនឹងហើយបងប្អូនហើយតកតូននឹងចំណុចសំខាន់ត្រង់នេះគឺផុសកូដណាបងប្អូនតកតូននឹងផុសកូដនេះគឺយើងជ្រើសរើសទីតាំងឲ្យបានត្រឹមត្រូវមកណាតែយល់ល្អបងប្អូនអាចដាក់តាមខ្ញុំបានណាដាក់ផុសកូដតាមខ្ញុំមកណាដាក់លេខ 12000 មកបងប្អូនតែប៉ុណ្្នឹងរួចហើយយើងចុចពាក្យ submit នៅខាងលើគេណាបងប្អូនហើយមកដល់ត្រង់នេះ
វានឹងឲ្យយើងបញ្ជាក់ជាមួយនឹងលេខទូរស័ព្ទដើម្បីវាផ្ញើលេខកូដមកកាន់លេខទូរស័ព្ទរបស់យើងណាបងប្អូនបើសិនជាបងប្អូនចង់ផ្លាស់ប្ដូរលេខទូរស័ព្ទផ្សេងបងប្អូនអាចមើលមកត្រង់ចំណុចនេះដែលខ្ញុំគូហូមបានណាអាចចុចមកត្រង់ចំណុចនេះហើយបងប្អូនដូរលេខទូរស័ព្ទខ្លួនឯងទៅប៉ុន្តែសម្រាប់ខ្ញុំនេះខ្ញុំអាចបានដូរលេខទូរស័ព្ទរបស់ខ្ញុំទេគឺខ្ញុំប្រើលេខទូរស័ព្ទរបស់ខ្ញុំផ្ទាល់បន្ទាប់ពីដូររួចអស់ហើយយើងត្រូវចុចពាក្យ next នៅខាងលើណាខាងស្ដាំដៃហើយបន្ទាប់មកទៀតយើងរងចាំវា verify បន្ទាប់ពីយើងបានលេខកូដរួចហើយយើងវាបញ្ចូលមកដាក់កន្លែងកូដនេះមកណាហើយយើងចុច verify នៅខាងលើចំណុចខាងស្ដាំដៃណាហើយបន្ទាប់មកទៀតវានឹង verify ហើយសូមរងចាំវាបន្តិចទៅណាគឺទទួលជោគជ័យហើយបងប្អូនបើសិនមិនជោគជ័យវានឹងលោតសញ្ញាពណ៌ក្រហមណាសូមរងចាំបន្តិចទៅណាហើយខ្ញុំសូមបញ្ជាក់ណាបងប្អូនតាក់ទងនឹងការបង្កើត Apple ID នេះគឺយើងត្រូវមាន email ផ្ទាល់ខ្លួនមួយសម្រាប់យកមកភ្ជាប់ជាមួយនឹង Apple ID របស់យើងផ្ទាល់ណានៅពេលដែលយើងផ្លេចលេខកូដឬក៏បាត់ Apple ID យើងអាចស្វែងរកតាមរយៈ email ឬក៏ផ្លាស់ប្ដូរលេខកូដយើងអាចផ្លាស់ប្ដូរបានណារួចរាល់ហើយបងប្អូនហើយបន្ទាប់មកយើងsort មួយឬក៏កត់ទុកទៅបងប្អូនដើម្បីចំណាំកុំឲ្យភ្លេចណាបងប្អូនរួចរាល់ណាយើងអាច download ឬក៏ update បាន